ខាត់ខ្លួនពួកបង្កភាពអាណាធិបតេយ្យទាំងនោះដោយសារតែស្ថានភាពមានភាពរញ៉េរញ៉ៃខ្លាំងពេកក្រមមន្ត្រីយោធាទាំងនោះក៏សម្រេចចិត្តបាញ់10គ្រាប់សងវិញដើម្បីឲ្យក្រុមវាយតបគ្នាហើយមានកំភ្លើងទាំងនោះភ័យស្លន់ស្លោរត់ចែកជើងគ្នាកិច្ចខ្លួនបាត់ស្រមោលអស់ទៅតែម្ដងចាដែលហេតុការណ៍នេះគឺបានកើតឡើងកាលពីវេលាម៉ោង 9:25 នាទីយប់ថ្ងៃទី28 ខែកញ្ញាឆ្នាំ 2014 នៅតាមបណ្ដោយផ្លូវ2004ស្ថិតនៅក្នុងភូមិត្រពាំងលវាសង្កាត់កាកាប់ខណ្ឌពោធិ៍សែនជ័យចាយោងតាមការឲ្យដឹងពីមេការនៅក្នុងហាងផឹកស៊ីក្រេ9ដែលសូមមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមនយោបាយព័ត៌មាននិងសមត្ថកិច្ចឲ្យដឹងថាគឺនៅមុនពេលកាត់ហែកមានមនុស្សមួយក្រុមមានគ្នា6នាក់ក្នុងនោះម្នាក់មានកំភ្លើងនៅចង្កេះបានជិះម៉ូតូ3គ្រឿងមិនបានចាំម៉ាក់ចូលមកផឹកស៊ីនៅក្នុងហាងរបស់គាត់តាំងពីម៉ោង 6 ល្ងាចរហូតដល់ម៉ោង 7 ក៏មានមនុស្សមួយក្រុមទៀតមានគ្នា6នាក់ជិះម៉ូតូ3គ្រឿងដែលបានចូលមកផឹកស៊ីនៅក្នុងហាងរបស់គាត់ដូចគ្នាហើយក៏អង្គុយតុក្បែរគ្នាទៀតពេលនោះគ្នាដែលចូលមកផឹកស៊ីស្រវឹងខ្លាំងក៏បានលោឡាហើយបានបោកកំប៉ុងស្រាបៀរពីកំប៉ុងបណ្ដាឲ្យខ្ទះស្រាបៀរទៅប្រឡាក់នឹងខោអាវភាគីម្ខាងទៀតដែលអង្គុយក្បែរនោះធ្វើឲ្យភាគីខាងនោះខឹងក៏ដើរទៅសួរថាម៉េចពួកឯងផឹកស៊ីបោកកំប៉ុងស្រាបៀរទៅប្រឡាក់ខោអាវរបស់គាត់បែបនេះឬដូចនោះភាគីម្ខាងទៀតបានឆ្លើយតបវិញថាបើអញបោកកំប៉ុងស្រាបៀរប្រឡាក់ខោអាវពួកឯងតើប៉ុណ្ណឹងវាយ៉ាងម៉េចពួកឯងអត់ស្គាល់កំភ្លើងទេអីឬក៏ចាំងាប់និយាយរួចក៏បានស្ទុះទៅវាយគ្នាម្ខាងនោះតែម្ដងធ្វើឲ្យមានការវាយតបគ្នាទៅវិញទៅមករហូតដល់មានការផ្ទុះអាវុធចំនួន3គ្រាប់នៅក្នុងហាងផឹកស៊ីនេះតែម្ដងចាបង្កឲ្យមានការភ្ញាក់ផ្អើលដល់មន្ត្រីយោធានៅក្នុងបន្ទាយកងដឹកជញ្ជូន999ក្បែរនោះចេញមកអន្តរាគមន៍ដេញខាត់និងចាប់តែសំទោសគឺនឹងដេញចាប់មនុស្សទាំងពីរក្រុមដែលកំពុងតែវាយតប់គ្នានៅក្នុងហាងផឹកស៊ីនោះតែដែលឃើញស្ថានភាពរញ៉េរញ៉ៃមិនមាននរណាវាយនរណាហើយមនុស្សក៏នាំគ្នាចោមរោមមើលច្រើនទៀតនោះមន្ត្រីយោធាទាំងនោះក៏បានបាញ់10គ្រាប់ទៀតដើម្បីបង្អានដល់មនុស្សទាំងពីរក្រុមនោះឲ្យភ័យស្លន់ស្លោរត់ចែកជើងគ្នាអស់ទៅក្រោយពេលកាត់ហើយសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដែលមានទាំងកងរាជអាវុធហត្ថខណ្ឌនិងប៉ូលីសខណ្ឌពោធិ៍សែនជ័យបានចុះទៅដល់កន្លែងកាត់ហើយក៏កំពុងធ្វើការសួរនាំក្រុមមន្ត្រីយោធាទាំងនោះនិងប្រជាពលរដ្ឋនៅក្បែរនោះស្រាប់តែមានមនុស្ស2នាក់ជិះម៉ូតូធំម៉ាកភូសាពសមួយគ្រឿងពាក់ស្លាកលេខ 1CK 8555បានមកជេរប្រមាថសមត្ថកិច្ចថាធ្វើការឈួតពេលក្រុមជនល្មើសបង្កហេតុមិនព្រមចុះមកទេតើតែក្រុមជនល្មើសរត់អស់បាត់បាននាំគ្នាមកសួរនាំពេលនោះពេលនិយាយរួចក៏ជិះម៉ូតូចេញទៅធ្វើឲ្យក្រុមសមត្ថកិច្ចនឹងខឹងក៏ធ្វើការខកខ្លួននឹងសួរនាំបរិសុទ្ធទាំងពីរនាក់នោះហើយឲ្យបរិសុទ្ធពីរនាក់នោះសុំទោសពួកគាត់ទៅឲ្យត្រឡប់ទៅផ្ទះវិញដោយធ្វើការសួរនាំនៅនឹងកន្លែងកាត់ហេតុរួចសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យក៏បានធ្វើការខកខ្លួនបរិសុទ្ធម្នាក់ជាមេការនិងស្ត្រី2នាក់ដែលបម្រើការនៅក្នុងហាងផឹកស៊ីការ៉េ9នោះយកទៅធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីឈានដល់ការធ្វើការខកខ្លួនមនុស្សពីរក្រុមដែលចូលមកផឹកស៊ីហើយវាយតប់គ្នានិងផ្ទុះអាវុធបង្កភាពអនាធិបតេយ្យនៅក្នុងរាជធានីភ្នំពេញបែបនេះបាទយើងបន្តទៅរឿងមួយទៀតទស្សនិកជនគឺថាពាក់ព័ន្ធជាមួយនឹងការប្រយុទ្ធគ្នារវាងយុវជនពីរក្រុមបាទនៅតាមដងផ្លូវបណ្ដាយុវជនម្នាក់ហ្នឹងរយះក្បាលបាទចិញ្ចៀមស្រោចពេញខ្លួនបាទមិញនេះចាមិញក៏វាយបាត់បាទទូអាវុធបាទហើយអត់ដឹងថារបួសអត់ទេតែករណីនេះគឺរបួសជាក់ស្ដែងតែម្ដងយុវជនពីរក្រុមបានបើកឆាកប្រយុទ្ធគ្នាសងសឹកគំនុំចាស់បណ្ដាលឲ្យយុវជនម្នាក់រងរបួសរយះក្បាលហ្នឹងគឺថាប្រវែងជិត10 សង់ទីម៉ែត្របាទឈាមស្រោចពេញខ្លួនហើយត្រូវបានមិត្តភ័ក្តិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង 9:20 នាទីយប់មិញនេះនៅចំណុចផ្លូវបេតុង 47BT ច្រកចូលវត្តសន្សំកុសលស្ថិតនៅក្នុងភូមិសន្សំកុសល3សង្កាត់បឹងកំពង់ខណ្ឌមានជ័យជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រាប់ថាមានឈ្មោះបុលអាយុ20ឆ្នាំបាទរស់នៅភូមិក្បាលទំនប់
សង្កាត់បឹងកំពង់ខណ្ឌមានជ័យប្រពន្ធព័ត៌មានពីកន្លែងការហេតុបានដឹងថាមុនពេលការហេតុគេឃើញយុវជនពីរក្រុមមានគ្នាប្រមាណ10នាក់ដេញវាយគ្នាតាមច្រកផ្លូវបេតុងវត្តសន្សំកុសលហើយក៏បន្តដេញវាយគ្នាតាមផ្លូវ271បន្ទាប់មកក៏រត់មកវាយគ្នានៅចំណុចការហេតុដោយភាគីម្ខាងមានគ្នា2នាក់យកបំណែកកញ្ចក់អូបាទមកវាយនឹងចាក់លើជនរងគ្រោះម្នាក់បណ្ដាលឲ្យរងរបួសរយៈក្បាលចេញឈាមស្រោចពេញខ្លួនភ្លាមនោះបង្កឲ្យមានការភ្ជាប់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះមកមើលធ្វើឲ្យយុវជន2នាក់មានការភិតភ័យក៏រត់ដេញវាយុវជន2នាក់ទៀតដែលជាគ្នារបស់យុវជនរងគ្រោះនៅកន្លែងកើតហេតុហ្នឹងគឺថាបាត់តែម្ដងបន្ទាប់ពីកើតហេតុប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមាជិកមូលដ្ឋានចូលអន្តរាគមន៍កន្លែងកើតហេតុភ្លាមហើយមិត្តភ័ក្តិរបស់ជនរងគ្រោះ2នាក់បានជិះម៉ូតូមកដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសផងដែរអូហូលោកពិសេសខាងឃើញថាមិញគឺចាមានខ្ញុំឃើញក្បាលក៏ផ្ទាល់តែម្ដងគឺរយៈហើយហ្នឹងគឺមុខធ្នេហ្នឹងគឺហែកធំមែនតើចាសឹងថាឃើញខួរនៅដល់ខាងក្នុងចានេះគឺថាវាពាក់ព័ន្ធជាមួយករណីមិនដឹងថាគាត់មានរឿងអីមួយគ្នាគំនិតចាស់គំនុំអីចាមិនបាទឥឡូវនេះអ្នកដែលបែកក្បាលរងរបួសធ្ងន់យកយើងនិយាយទៅចក់បែកចាបែកកញ្ចក់ចំណិចបាទហើយមិនធម្មតាណាលោកឲ្យមុតស្រួចចង្អប់ហ្នឹងចាលោកពិសិដ្ឋនេះខ្ញុំចង់ជំរាបផងដែរថានៅក្នុងសង្កាត់ផ្លូវវត្តសំកសលហ្នឹងនាងខ្ញុំឃើញចារាល់យប់គឺមានប៉ូលីសជិះល្បាតយ៉ាងទូចណាស់ក៏5ម៉ូតូដែរចាឃើញមានប៉ូលីសយាមល្បាតហើយនៅតែមានបញ្ហាជាកើតឡើងទៀតគ្នាបាទនេះបែកចាអូហូបាទដល់ហើយមានរូបភាពផ្លែកៗហ្នឹងកញ្ញាចំណេះបាទប្រយុទ្ធគ្នានេះប្រទេសអីប្រើហ្នឹងហើយប្រទេសអីវាយហ្នឹងបែកកញ្ចក់ប្រទេសដុំថ្មប្រើដុំថ្មចាបាទធ្វើម៉េចឲ្យតែវាពីគីខាងទៀតឲ្យរងបុកបាទចាឥឡូវនេះយើងបញ្ចប់ព័ត៌មាននេះត្រឹមប៉ុណ្នេះយើងមកមើលព័ត៌មានមួយទៀតតាក់ទងទៅនឹងបរិះជើងខ្លាំងប្រចាំភូមិម្នាក់ចាវាយនឹងផ្ទះកំភ្លើងស្ត្រីមេផ្ទះម្នាក់ស្នាក់នៅបន្ទប់ជួលនិងគំរាមសម្លាប់ដោយមិនដឹងមូលហេតុចាបរិះជើងខ្លាំងម្នាក់បានវាយស្ត្រីមេផ្ទះម្នាក់ស្នាក់នៅបន្ទប់ជួលនិងគំរាមសម្លាប់ដោយមិនដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមចាហេតុការណ៍នេះគឺបានកើតឡើងកាលពីវេលាម៉ោង11យប់ចាគឺថ្ងៃទី28ខែកញ្ញាឆ្នាំ2014នៅចំណុចបន្ទប់ជួលលេខ20ផ្លូវលេខ490តែងផ្លូវ488ស្ថិតនៅក្នុងសង្កាត់ផ្សារដើមស្កើខណ្ឌចំការមនចាស្ត្រីរងគ្រោះឈ្មោះជាមអេងអាយុ31ឆ្នាំមុខរបរជាមេផ្ទះស្នាក់នៅចំណុចកាត់ហេតុខាងលើចាបើតាមសម្ដីរៀបរាប់របស់ស្ត្រីរងគ្រោះបានឲ្យដឹងថាដំបូងឡើយគាត់បានស្នាក់នៅបន្ទប់ជួលលេខ20ហើយធ្លាប់មានចំនួនសម្ដីជាមួយនឹងអភិគីបន្ទប់លេខ12ដែលរស់នៅទល់មុខគ្នាហ្នឹងមានគ្នា3នាក់ម្ដាយនិងកូនស្រីពៅចៅហើយនឹងមានចៅទៀតចាហើយនៅពេលយប់កាត់ហេតុហ្នឹងស្ត្រីរងគ្រោះបានចេញមកអុជធូបនៅមុខបន្ទប់គាត់ហើយគាត់ក៏ចូលទៅក្នុងសម្រានធម្មតាស្រាប់តែភាគីបន្ទប់លេខ100ចាសំទោសគឺបន្ទប់លេខ12ទៅមុខបន្ទប់របស់គាត់ហ្នឹងបានយកអង្ករនិងទឹកមកបាចកន្លែងដែលគាត់អុជធូបឃើញដូចនោះគាត់ក៏បានជេរបចោហ្នឹងណាចាហើយមួយសន្ទុះក្រោយមកក៏លេចមុខបរិះម្នាក់ឈ្មោះធាដែលមានផ្ទះនៅក្បែរបន្ទប់ជួលនោះហើយជាជើងខ្លាំងមិនចេះខ្លាចនរណានឹងមានតំណែងតំណងជាមួយនឹងអភិគីបន្ទប់លេខ12បានដើរមករួចហក់មកផ្ទះកំភ្លៀងគាត់ចាស់គឺស្ត្រីដែលរងគ្រោះនោះថែមទាំងគំរាមឲ្យបដូរកន្លែងស្នាក់នៅឈប់រឿងនៅទីនេះបើមិនដូច្នេះទេគេនឹងកសម្រាប់ស្ត្រីរងគ្រោះថ្ងៃណាមួយមិនខានរួចបរិះនោះក៏បានដើរចូលទៅផ្ទះគាត់វិញបាត់ទៅចាបន្ទាប់ពីការហេតុប្រជាពលរដ្ឋដែលរស់នៅក្បែរនោះក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍នឹងបានឲ្យស្ត្រីរងគ្រោះនោះដាក់ពាក្យបណ្ដឹងនៅព្រឹកស្អែកនៅប៉ុស្តិ៍នគរបាលផ្សារដើមស្កូវដើម្បីសមត្ថកិច្ចទៅអញ្ជើញបរិះជើងខ្លាំងនោះមកកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរចាត់ការទៅតាមនីតិវិធីច្បាប់ចាបាទហើយយើងមានសម្លេងបាទយើងមានសម្លេងកន្លែងកាត់ហេតុលើសុំទស្សនិកជនស្ដាប់ទាំងអស់គ្នាបាទបងខ្ញុំសុំសួរទេបងឈ្មោះអីគេឈ្មោះអេងបងណានៅបងស្នាក់នៅហ្នឹងទៅកន្ទប់ជួលបងណាចាសុខកំណត់បងនៅណាបងនៅខាងព្រៃវែងបងជួយប្រាប់ពីមូលហេតុមិនបានបុកគាត់មកវាយបងឯងចឹងបងខ្ញុំមកទៅខ្ញុំមកបងនៅកន្លែងហ្នឹងពីមុនចាស់ផ្ទះគេដាក់ទៅជាអ៊ីមួយ
ហើយខ្ញុំថតយកមកចូលមកតែហើយទៅខ្ញុំដើរមកអង្គុយលេងមួយបងនឹងមុខនេះដល់ពេលហើយគាត់មិនដឹងពីណាគេយកកហើយនឹងកាម្លេះនឹងហើយនឹងទឹកយកចាក់កន្លែងមុខហ្នឹងបាទហើយខ្ញុំក៏ជេរចោលពីវាមកទៅបាទហើយវាមកវាឆេតវាជេរខ្ញុំវាហក់មកវាយខ្ញុំហក់វាយស្រីប្រុសបងប្រុសបងណាចាឥឡូវខ្ញុំសូមបញ្ជាក់តិចណាបងអញ្ចឹងពីដំបូងហ្នឹងបងនៅមុខកន្ទប់ហ្នឹងបងអុជធូបអីមែនទេចាអញ្ចឹងអ្នកដែលនៅមុខកន្ទប់បងហ្នឹងគាត់មានចំនួនមួយបងអត់និយាយរកគ្នាផងអត់និយាយរកគ្នាមែនទេបងអញ្ចឹងមានថាបើកន្លែងបងអុជធូបហ្នឹងគេយកអង្គយកទឹកអីយកមកចេះកន្លែងហ្នឹងបងជេរចោលទៅហើយម្នាក់ស្រីនៅខាងមុខហ្នឹងបានហៅខាងប្រុសហ្នឹងមកវាយបងឯងខ្ញុំអត់ដឹងអត់ដឹងទេណាខ្ញុំអត់ដឹងដែរដឹងទេប៉ុន្តែដឹងថាមានប្រុសម្នាក់មកវាយបងឯងចាគាត់អើយឈ្មោះដែរបងស្គាល់គាត់ទេឈ្មោះធាឈ្មោះធាគាត់មកកបឲ្យគេបងដឹងហ៎អត់ឃើញធ្វើអីផងចឹងគាត់មកវាយបងឯងហ្នឹងគាត់ព្រើយដែរគឺគាត់ប្រើដៃទេប្រើដៃគាត់ធាក់ខ្ញុំឲ្យផ្ទះកាភ្លៀងខ្ញុំឲ្យរកដុំថ្មមកគប់ខ្ញុំទៀតតែប៉ុណ្្នឹងបងគម្រាមសម្រាប់ខ្ញុំទៀតចឹងមានថាគាត់វាយបងឯងហើយគម្រាមសម្រាប់បងឯងទៀតហ្នឹងហើយថាឲ្យខ្ញុំចេញពីនឹងឲ្យផុតបើចេញមិនផុតវាអាកខ្ញុំចោលអូហើយឥឡូវបងអើយព្រមដាក់ពាក្យមិនដឹងអត់ទេបងដាក់បងដាក់ពាក្យមិនដឹងបងណាចាបាទបាទនេះគឺជាការបញ្ជាក់បងប្អូនស្រីរងគ្រោះបាទចាឥឡូវទុករឿងនេះឲ្យសមាជិកគាត់ធ្វើការបន្តតាមជំនាញរបស់គាត់ឥឡូវយើងងាកមកមើលរឿងចុងក្រោយសម្រាប់កម្មវិធីវគ្គសន្តិសុខសង្គមរបស់យើងថ្ងៃនេះវិញគឺថាបុរសម្នាក់យកនារីម្នាក់ហ្នឹងទៅគេងបាទតែនិយាយមិនត្រូវគ្នាខាងស្រីប្រកែកបណ្ដាលឲ្យភ្ញាក់ផ្អើលដល់សមាជិកទាំងកដាលយប់តែម្ដងហើយការគល់ភ្ញាក់ផ្អើលមួយកើតឡើងដោយសារតែបុរសម្នាក់និងនារីម្នាក់បានឆ្លោះប្រកែកគ្នាបែកផ្សែងនៅកណ្ដាលផ្លូវធ្វើឲ្យអ្នកដំណើរនិងប្រជាពលរដ្ឋរួមទាំងសមាជិកបានន័យថាចុះមកអន្តរាគមន៍ទាំងកណ្ដាលយប់តែម្ដងការនេះគឺថាបានកើតមានឡើងកាលពីវេលាម៉ោង2:10 នាទីរំលងអាធ្រាត្រឈានចូលថ្ងៃនេះតែម្ដងនៅចំណុចហាងលក់ផ្លែឈើស្រីមុំក្នុងសង្កាត់ទួលស្វាយព្រៃ2ខណ្ឌចំការមនយោងតាមប្រភពព័ត៌មាននៃកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះរថយន្តម៉ាក CRV ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2L 2508បើកបរដោយបុរសម្នាក់រួមដំណើរជាមួយស្រីម្នាក់ទៀតបាទបានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះសីហនុទិសដៅពីជើងទៅត្បូងស្រាប់តែមកដល់ចំណុចកើតហេតុក្បែរនឹងហាងលក់ផ្លែឈើស្រីមុំក៏មានរថយន្ត CRV មកឈប់ដោយបុរសនិងនារីរូបនេះបានឆ្លុះប្រកែកគ្នាបែកផ្សែងរួចមកក៏មានបុរសរូបនោះក៏បានធាក់នារីចេញពីក្នុងរថយន្តហើយនារីនោះស្រែកឲ្យគេជួយរូបនាងផងបាទហើយភ្លាមនោះគេឃើញកម្លាំងកងរាជអាវុធហត្ថបានចុះអន្តរាគមន៍ហើយក៏បានធ្វើការសាកសួរទើបដឹងថារឿងប្រុសប្រកែកស្រីប្រកាន់ចំពោះរឿងនេះនារីខាងលើបាននិយាយប្រាប់ថាមុនពេលកើតហេតុនាងជាអ្នកធ្វើការពេលយប់នៅខារ៉ាអូខេទីក្រុងមាសដោយបុរសខាងលើនេះជាភ្ញៀវរបស់នាងបានសួរនាងថាស្រវឹងអត់បើស្រវឹងបើមិនស្រវឹងទៅផឹកជាមួយគាត់នៅកន្លែងមួយទៀតនាងក៏បាននិយាយថាបើទៅផឹកកន្លែងមួយទៀតនាងទៅតែបើទៅកន្លែងណាផ្សេងទៀតនាងមិនទៅទេហើយបុរសនោះជាយាមចង់ឲ្យនាងទៅគេងតែនាងប្រកែកមិនព្រមក៏ធ្វើឲ្យបុរសរូបនោះខឹងនាងដែលមិនព្រមទៅគេងជាមួយគាត់ក៏បានធាក់រូបនាងចេញពីក្នុងរថយន្តរបស់គាត់តែម្ដងដោយការទុកមិនសុខចិត្តនាងក៏បានស្រែកឲ្យអ្នកជិតខាងក្បែរនោះជួយប្តឹងប៉ូលីសបានន័យថាជួយប្តឹងប៉ូលីសឲ្យរូបនាងផងចំពោះបុរសខាងលើក៏បាននិយាយដឹងផងដែរថារឿងនេះគាត់មិនបានធ្វើអ្វីដោយការចោទប្រកាន់របស់នារីនោះទេព្រោះគាត់បាននិយាយជាមួយនារីនោះស្រួលបួលតែដោយមើលនារីខាងលើនេះទូរស័ព្ទច្រើនគាត់ក៏បានសួរនារីនោះថាបើទៅដេកជាមួយគាត់នឹងទៅតែបើមិនព្រមនោះទេបើគាត់បើកឡានជូននារីនោះទៅផ្ទះតែនារីនោះដូចជាចង់រករឿងគាត់ក៏បានឈប់រថយន្តរបស់គាត់ឲ្យនារីនោះចុះចេញពីលើរថយន្តតែនៅពេលដែលនារីមិនព្រមចុះចេញក៏កើតជារឿងអញ្ចឹងតែម្ដងទៅបន្ទាប់ពីកើតហេតុសមាជិកបានទៅដល់កន្លែងកើតហេតុបានធ្វើការសម្របសម្រួលឲ្យបរិសុទ្ធនារីខាងលើនេះចរចាគ្នាបាននិយាយគ្នាមិនត្រូវទៅដោះស្រាយទៅតាមផ្លូវច្បាប់បាទ
ហើយរំពេចនោះគឺថាបរោះនឹងរីបានឡើងរថយន្តហើយនិយាយគ្នាហើយបន្ទាប់មកក៏ជិះចេញពីកន្លែងកាត់ហេតុទៅបាត់តែម្ដងបាទនេះគឺថាទស្សនវិជ្ជាកំពុងតែបន្តបាទប្រកែកគ្នាហើយស្មានកិច្ចនៅក្បែរហ្នឹងមើលស្ដាប់ហេតុផលឥឡូវខ្ញុំមានសម្លេងបាទសូមស្ដាប់ពីកន្លែងកាត់ហេតុរបស់គ្នាបាទតបោចេះខ្ញុំឡាខ្ញុំទៅទីក្រុងមានបន្ថយជួយខ្ញុំស្បអត់ថាខ្ញុំអត់ស្បទេថាបើសិនខ្ញុំអត់ស្បនាំខ្ញុំទៅផឹកមួយកន្លែងទៀតថាបើសិននាំខ្ញុំទៅផឹកមួយកន្លែងទៀតខ្ញុំទៅផឹកខ្ញុំអត់មានបលើហើយខ្ញុំស្បត់បងពូនេះបើសិនខ្ញុំបលើហើយខ្ញុំទៅណាបងខ្ញុំមកគូយេត្រូវយើងថាណាបន្តទៀតឥឡូវបន្តទៀតខ្ញុំថាបើសិនខ្ញុំបលើហើយឲ្យឡានកុងតឺន័របងខ្ញុំកដាផ្លូវឲ្យជិះឡានកុងតឺន័រមកបុកខ្ញុំជាអាណាធរឬគាត់មកទៀងហ្នឹងតោះបន្តទៀតគាត់ជាដើមចាស់របស់ខ្ញុំណែបន្តទៀតតោះបងបន្តទៀតទៅចោលខ្ញុំនេះប្រាស់ថតទៅអត់អីទេថតទៅហ្នឹងហើយបងបន្តទៀតដំណើររឿងឲ្យមិនទៀតបន្តពីហ្នឹងមកហើយជិះឡានហួស្ពានថាបងឯងនាំខ្ញុំទៅណាបាទខ្ញុំថាចេះបងណោះឯងទៅចេះខ្ញុំមកទៅទេបងឯងខែសុំបងឯងសួរខ្ញុំថាចេះបងឯងនាំខ្ញុំទៅផឹកមកកន្លែងទៀតមែនអត់ហ្នឹងហើយគាត់ថាអញ្ចឹងថានឹងថ្ងៃបងឯងតោះស្បឹងបងនាំទៅមកផឹកកន្លែងទៀតហើយខ្ញុំថាទៅពេលជីហើយកាច់ទៅដល់ផ្ទះមេធាវី smooth អីទៅមិញបើសិននាំខ្ញុំទៅខ្ញុំឲ្យនាំទៅថតនៅផ្ទះមេធាវីហ្នឹងទៀតហើយឲ្យមិនទៀតឲ្យដល់ពេលបន្ទាប់មកពេលមិនទៀតគាត់នាំជូនទៅដល់ក្នុងផ្ទះខ្ញុំថាចេះបងខ្ញុំអត់ព្រមទេខ្ញុំទៅផ្ទះវិញហើយខ្ញុំអត់ដេកទេបងខ្ញុំទេមកខ្ញុំក៏ហក់គាត់អញ្ចឹងថាបងទេមកថាព្រោះស្នេហ៍ឯងទេមកហ្នឹងមានបងណាទេមកថាព្រោះស្នេហ៍ទេមកបងទេមកក៏ដោយតែខ្ញុំត្រូវទៅផ្ទះខ្ញុំអត់មកផឹកបងឯងនាំខ្ញុំមកផឹកបាទហើយដល់ពេលមកដល់នេះកញ្ញាដល់ពេលមកដល់នេះយ៉ាងម៉េចទៀតគាត់ធ្វើយ៉ាងម៉េចទៀតពេលដល់មកដល់កន្លែងផ្លូវនោះបាទកន្លែងផ្លូវបន្តនេះផ្លូវស្ពានណាស្ពានចុះហ៎បាទក៏ដូរតែធាក់ខ្ញុំធ្លាក់លើឡានតែខ្ញុំតោងអត់ស្ពាននោះចេះតែតោងហ្មងថ្ងៃខ្ញុំចេះតែតោងរហូតហើយខ្ញុំមកសុំចិត្តខ្ញុំថាចេះឥឡូវបងឯងចង់ផ្ទះមិនឥឡូវនាំខ្ញុំទៅប៉ោះខ្ញុំទៅនិយាយមកប៉ោះឥឡូវបណ្ណាខណាត្រូវឲ្យប៉ោះគេអ្នកដោះស្រាយអូខេតែគាត់ព្រមខ្ញុំទៅប៉ោះហើយគាត់ធាក់ខ្ញុំធ្លាក់ទៅលើឡាននៅកន្លែងហ្នឹងហ្មងហើយខ្ញុំស្រែកឲ្យគេជួយនៅលោកដៃជើងទៅចេះបងអើយបងណាជួយខ្ញុំឲ្យ5រៀលពេលឲ្យគេមានអើពើមួយខ្ញុំថាបងណាក៏ដោយតែជួយខ្ញុំប្តឹងប៉ូលីសឲ្យខ្ញុំឲ្យ10រៀលហ្នឹងហើយគេពេលមកទៅខ្ញុំខំបងប៉ូលីសជិះម៉ូតូតាមហ្នឹងឲ្យគាត់ជិះគាត់មកវិញហ្នឹងហើយគាត់មកជួយខ្ញុំពេលអន្តរាគមហ្នឹងទៅខ្ញុំឲ្យកំហែទូរស័ព្ទខ្ញុំគាត់ឲ្យខ្ញុំណាក៏យកផងខ្ញុំឲ្យក៏យកម្លាក់ទុកបាទខ្ញុំលើកទូរស័ព្ទខ្ញុំឲ្យបងប៉ូលីសនិយាយឥឡូវសួរបងប៉ូលីសទូរស័ព្ទខ្ញុំនៅកន្លែងណានៅកន្លែងនេះមែនអត់គាត់ថាគាត់ទុកចិត្តមកជាមួយបងតាមផ្លូវគាត់ទូរស័ព្ទលើកគ្នាគាត់បងថាបើណៃមានប្រុសស្នេហ៍ចាំហើយបាច់មកvớiបងទេបងជួយមកផ្ទះវិញមកបាទហើយមិនទៀតបងគាត់ជួយមកផ្ទះគាត់អត់ព្រមចុះគាត់ងើកគាត់មកស្រែកថាបងវាយគាត់សំអីណាគាត់ប្រតិបត្តិហើយកន្លែងងឹតបងសុខចិត្តបងក៏រកកន្លែងភ្លឺទៅដើម្បីឲ្យបានសេចក្តីសុខរបស់គ្នាហ៎ហើយបានបងមកជុំហ្នឹងហើយគាត់ចូលតាមស្រួលគាត់ចូលទេគាត់ក៏កាយឡានបងយកទូរស័ព្ទបងយកអីហ្នឹងហើយដល់ពេលទូរស័ព្ទឲ្យគាត់អីគាត់អួតឡើងថាគាត់អីសិតអីណាគាត់ជឿបងទៅប៉ុស្តិ៍ហ្នឹងហើយបងអត់ចង់ចូលទូឥឡូវឃើញទេបងមកចូលទូទៅបាទបងពីព្រោះត្រូវការឥឡូវបងនិយាយត្រូវបងមិនមែនចោលបងមិនមែនជាព្រីនរីហើយបងក៏មិនត្រូវកាយទៅបាប់ចិត្តរីដែលគេធ្វើការហត់អស់កម្លាំងទេយល់ទេបាទអានេះជាអ្វីដែលបងចង់និយាយមកពីព្រោះខ្ញុំថាបងនិយាយចឹងល្អណាស់ការពិតបាទបងបើគាត់មិនទៅគាត់ទូរស័ព្ទអាណាគេព្រោះគាត់ទៅបើគាត់មានសង្សារគាត់ចាំមិនទេបាទទស្សនិកជននេះគឺថាជាការលើកឡើងរបស់ភាគីទាំងសងខាងពីសំណាក់នារីហើយក៏ដូចជាបុរសអញ្ចឹងគឺថាឥឡូវកុំការងារបញ្ជាក់ថាបន្តជែកគ្នាហើយក៏ឡើងជនជាមួយគ្នាហ្នឹងចេញពីកន្លែងកាត់ហេតុទៅបាទអញ្ចឹងហើយយើងក៏បញ្ចប់រឿងរបស់យើងប៉ុណ្ណេះដែរទស្សនិកជនទីគោរពសូមអនុញ្ញាតសម្រាប់នៅវគ្គនេះបន្តិចសិនបាទតែទៀតយើងជួបគ្នាក្នុងវគ្គhot seat បាទជាប្រធានរូបភាពមកកាន់កម្មវិធីរបស់យើងបាទ